ចានេះយើងឆែកមើលគួយ6កាមេរ៉ាចឹងក៏ពីយើងចុចប៊ូតុង on យើងចាប់ដើមឆែកមើល power input ហើយយើងចុចប៊ូតុង S តែនេះវា function ចឹងយើងចុចឲ្យ2 second យើងបលែងតែឥឡូវនេះវាស្ថិតនៅក្នុងបាត់តេរី mode ក្នុងបាត់តេរី mode ដែលយើងបិទ power supply mode ទៅខាងទូភ្លើងរបស់យើងចឹងយើងចុចឆែកបន្តនេះ load វា 0 នេះ power ដែលវាស៊ីវាអត់ទាន់មានវានៅ0 0បាត់ហើយយើងចុចបន្តទៀតចឹងអានេះ input វាដែលថាយើងចុចបិទ breaker ចឹងវាអត់មានទេនេះ output ដែរចុចរហូតដល់យើងថែមមើលតតងទៅនឹងគ្រឿងបោះបាត់តេរីយើងចឹងវាជា100ដល់90%ហើយ temperature 34 temperature បោះបើកនេះមកវិញហើយបើក breaker បោះ power supply នេះបាទទេបើក power យើងបើក power ចឹងវានឹងមកវិញចូលក្នុង inverter ឡើងចឹងយើងឆែកមើលម្ដងទៀតទៅដល់ទៅនឹង power input ចូលនៅអត់ប្រើប្រាស់ទេនៅក្នុង